ចាបងប្អូននិយាយទៅគ្រឿងបន្ថែមរសជាតិមួយមុខនេះមានតែអ្នកចូលចិត្តទេបានយល់អារម្មណ៍មួយហ្នឹងនៅពេលដែលយើងទៅណាមកណាអត់ទៅញ៉ាំអីក៏ដោយនៅកន្លែងគេហើយប៉ះជាមួយនឹងម្ទេសដែលអត់សូវឆ្ងាញ់ណាបងប្អូនហើយទោះមុខម្ហូបនឹងឆ្ងាញ់យ៉ាងណាក៏ដោយក៏ញ៉ាំទៅហាក់បីដូចជាអត់មានរសជាតិអីដែរបងប្អូនចាអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំមកធ្វើម្ទេសឆាមួយកន្លតូចនេះសម្រាប់យើងញ៉ាំនៅផ្ទះខ្លួនឯងណាបងប្អូនអាចញ៉ាំជាមួយបបរក៏បានបាយស៊ុបក៏បានហើយអ្វីដែលសំខាន់ណាបងប្អូនញ៉ាំតែជាមួយនឹងបាយក្តៅៗក៏មានរសជាតិឆ្ងាញ់ដែរហើយឃើញម្ទេសខ្ញុំមានពណ៌ស្អាតឯងបងប្អូននិយាយពីតាមានខ្លាញ់ម្ទេសមានអីឡើងមកឡើងឈ្ងុយហ្មងហើយបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនអញ្ចឹងកុំឲ្យខាត់ពេលបងប្អូនយូរមកទស្សនាពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នានិយាយទៅខ្ញុំចាបងប្អូនសម្រាប់ការកចាំខ្ទឹមក៏ដូចជាកិនម្ទេសអីហ្នឹងគឺខ្ញុំអត់បានធ្វើការបង្ហាញបងប្អូនទេព្រោះខ្ញុំគិតថាបងប្អូនអាចធ្វើបានហើយគ្រាន់តែយកខ្ទឹមតាមចំណង់ចំណូលចិត្តបងប្អូនដាក់តាមបរិមាណទៅយកមកចិញ្ច្រាំវាឲ្យម៉ត់មកបន្ទាប់មកម្ទេសបងប្អូនអាចធ្វើការចិញ្ច្រាំក៏បានឬក៏បងប្អូនមានម៉ាស៊ីនសម្រាប់កិនបងប្អូនអាចធ្វើការកិនក៏បានដែរបន្ទាប់ពីធ្វើការចិញ្ច្រាំខ្ទឹមនិងម្ទេសបានរួចរាល់ហើយបងប្អូនដាក់ខ្លាញ់មកឲ្យរាងក្តៅបន្តិចបន្ទាប់មកចាក់ខ្ទឹមដែលយើងបានចិញ្ច្រាំហ្នឹងដាក់ចូលមកឲ្យធ្វើការកូររំលីងវាធ្វើម៉េចឲ្យខ្ទឹមរបស់យើងហ្នឹងឡើងពណ៌រាងជើងក្រងណាបងប្អូនគឺពណ៌បែបហ្នឹងគឺទៅធ្វើឲ្យម្ទេសឆារបស់យើងមានរសជាតិឆ្ងាញ់បន្ទាប់ពីឃើញថាខ្ទឹមឡើងពណ៌ល្អហើយយើងធ្វើការចាក់ម្ទេសដែលយើងបានចិញ្ច្រាំឬក៏កិនហ្នឹងណាបងប្អូនសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំធ្វើការកិនម្ទេសហ្នឹងឲ្យវាឡើងរាងម៉ត់ល្មមទៅកុំឲ្យម៉ត់ពេកគឺអត់សូវឆ្ងាញ់ហ្មងនេះបងប្អូននិយាយទៅអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាទេបងប្អូនចង់កិនវាឲ្យម៉ត់ក៏បានចង់ឲ្យវានៅរាងដុំតិចក៏បានដែរបងប្អូនហើយបន្ទាប់មកធ្វើការរំងាស់វារហូតតវាឡើងស្ងួតហើយវាចេញប្រេងអំពីម្ទេសយើងមកវិញណាបងប្អូនទៅធ្វើឲ្យម្ទេសឆារបស់យើងនេះមានរសជាតិឆ្ងាញ់និយាយទៅគ្រាន់តែបានប៉ុណ្នេះមិនទាន់បានដាក់គ្រឿងហងនិយាយថាឈ្ងុយឆ្លក់ពេញផ្ទះហើយបងប្អូនហើយបើធ្វើអញ្ចឹងអីបានជាមួយនឹងប្រហិតឆឹងអីបងប្អូនអើយដឹងពីជាតិយ៉ាងណាទេបានជាមួយនឹងសសក់ខ្លះសេត្រជាក់ទៀតមកគឺដឹងតែជាតិតែម្ដងបងប្អូនឥឡូវនេះឃើញថាខ្ទឹមម្ទេសឆារបស់យើងបងប្អូនមិនមែនខ្ទឹមទេម្ទេសឆាគឺថាឡើងចេញប្រេងមកល្មមដែរហើយបន្តិចទៀតខ្ញុំនឹងធ្វើការដាក់គ្រឿងបន្ថែមទៀតដើម្បីឲ្យធ្វើឲ្យម្ទេសឆារបស់យើងហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ហើយសម្រាប់គ្រឿងរបស់យើងគឺអត់មានអីច្រើនទេបងប្អូនបើសិនជាមានប្រេងខ្យងបងប្អូនអាចដាក់ប្រេងខ្យងក៏បានដែរតែសម្រាប់ខ្ញុំថ្ងៃនេះអត់មានប្រេងខ្យងទេអញ្ចឹងខ្ញុំធ្វើការដាក់តែទឹកស៊ីអ៊ីវទឹកត្រីបន្តិចស្ករប៊ីចេងខ្ញុំអត់ប្រើអំបិលទេណាបងប្អូននេះគ្រឿងរបស់ខ្ញុំឯងដែលខ្ញុំបានលាយចូលគ្នារួចហើយបងប្អូនចាអញ្ចឹងខ្ញុំធ្វើការចាក់គ្រឿងនឹងចូលហើយខ្ញុំធ្វើការកូរច្បល់គ្រឿងហ្នឹងឲ្យបានចូលសព្វគ្នាជាមួយនឹងម្ទេសរបស់យើងណាបងប្អូនកូរច្បល់វាទៅនិយាយទៅពេលយើងកូរវាយូរទៅវានឹងចេញប្រេងម្ទេសនោះកាន់តែមួយទៅឡើងក្រហមតែម្ដងណាបងប្អូនចាហើយបាននិយាយពីម្ទេសឆាមួយមុខនេះគឺថាក្លិនឈ្ងុយហើយរសជាតិឆ្ងាញ់ខ្លាំងណាបងប្អូនអើយបានប្រហិតបានបាយសក្តៅញ៉ាំអុយមិនដឹងជាឆ្ងាញ់យ៉ាងណាទេបងប្អូនហើយបើបានជាស៊ុបឬក៏គុយទាវអីទៀតដឹងតែអែមហ្មង